នៅពេលយើងអុកត្រូវកន្លែងអុករបស់យើងគឺរត់ស្របដែរណែចេះអញ្ចឹងយើងប្រក់ស្លឹកទី1ឲ្យស្របនេះមកស្លឹកទី2យើងទាញដាក់មកវាជាបច្ចេកទេសមួយដែរស្រួលនៅពេលយើងបាញ់វាយើងដាក់ចំចូលនេះមកយើងបាញ់100គ្រាប់គឺរត់ស្របគ្នាទាំង100គ្រាប់មកបាទពីកម្មមួយទៅកម្មមួយកន្លែងនេះសំខាន់ណាស់3ហ៊ុនបាទអញ្ចឹងទាំងអស់វាមាន11ពកបងប្អូនប្រាប់គេទៅកន្លែងខ្លះគាត់អុកយើងប្រាប់គេថាកោង3តាក់អញ្ចឹងអាចខំបានផុសវីដេអូមុនអញ្ចឹងមានបងប្រុសម្នាក់គាត់ខមមិនស៊ូរបៀបវាស់កំងសង្ស័យអញ្ចឹងចំណុចនេះក៏សំខាន់ដែរនៅពេលដែលយើងដំឡើងគ្រោងហើយចំណុចដែលសំខាន់គឺយើងកំងសង្ស័យដើម្បីឲ្យត្រូវជាមួយនឹងគ្រោងដៃរបស់យើងអញ្ចឹងថ្ងៃនេះខ្ញុំសូមមកប្រាប់បងប្រុសអញ្ចឹងជាងវាស់ខ្នាតជាក់ស្ដែងអញ្ចឹងដើម្បីកំងសង្ស័យនៅពេលដែលយើងធ្វើគ្រោងហើយអញ្ចឹងបងប្អូនឧទាហរណ៍ថានេះជាជាងរបស់យើងអញ្ចឹងបងចាក់ជាងមកដល់កន្លែងចុងកោងស្មារតីនេះស្មារតីរបស់យើងហើយចំណុចធ្លាក់មកក្រោមនេះបងប្អូនចង់ឲ្យលៀនកោងប្រហែលបងប្អូនចង់លៀន2ទឹកអញ្ចឹងយើងបូក2ទឹកទៀតមកឧទាហរណ៍ថានេះ3ម៉ែត្រស្មារតីអញ្ចឹងយើងបូក2ទឹកអញ្ចឹង3ម៉ែត្រ2ទឹកហើយទាក់ទងនឹងការអុកកោងក៏សំខាន់ដែរកន្លែងអុកកោងនេះបើសិនជាយើងអុកខុសគឺយើងដាក់ត្រូវទេនៅពេលយើងអុកត្រូវកន្លែងអុករបស់យើងគឺរត់ស្របដែរណែចេះអញ្ចឹងយើងប្រក់ស្លឹកទី1ឲ្យស្របនេះមកស្លឹកទី2យើងទាញដាក់មកអញ្ចឹងវាជាបច្ចេកទេសមួយដែរស្រួលនៅពេលយើងបាញ់វាយើងដាក់ចំចូលនេះមកគឺយើងបាញ់100គ្រាប់គឺរត់ស្របគ្នាទាំង100គ្រាប់មកបាទហើយរបៀបវាស់នេះចាក់យើងចាក់មើលអានេះមកប្លោះនេះពីកម្មមួយទៅកម្មមួយកន្លែងនេះសំខាន់ណាស់3ហ៊ុនបាទអញ្ចឹងទាំងអស់វាមាន11ពកបងប្អូនប្រាប់គេទៅកន្លែងខ្លះគាត់អុកយើងប្រាប់គេថាកោង3តាក់អញ្ចឹងអាចខុសគ្នាអញ្ចឹងយើងប្រាប់ផងមកប្លោះពី1ទៅ1 3ហ៊ុន10ប្លោះ11ពកអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូនេះសំខាន់ជួយ follow និងlike ម្នាក់មួយផងបាទបងប្អូនមានចម្ងល់អាចសាកសួរបានបន្ថែមទៀតអញ្ចឹងវីដេអូនេះខ្ញុំសូមឆ្លើយបងមួយគាត់សួរក្នុង TikTok អញ្ចឹងនេះជាវីដេអូដែលឆ្លើយប្រាប់បាទអរគុណមានចម្ងល់អាចសាកសួរបាន